សាខាកកបាទក្រហមកម្ពុជាខេត្តបៃលិនបានរៀបចំអបអរសាទរទិវាជាតិសុខភាពមាតាទារកនិងកុមារ21កុម្ភៈព្រឹកថ្ងៃទី28ខែមីនា ឆ្នាំ2026សាខាកកបាទក្រហមកម្ពុជាខេត្តបៃលិនបានរៀបចំពិធីអបអរសាទរទិវាជាតិសុខភាពមាតាទារកនិងកុមារ21កុម្ភៈក្រោមប្រធានបទរួមគ្នាលើកកម្ពស់គុណភាពសុវត្ថិភាពប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាលរួមទាំងក្នុងបរិបទមានគ្រោះអាសន្នឬគ្រោះមហន្តរាយដើម្បីធានាថាទាំងម្ដាយនិងទារកមានសុខភាពល្អអង្គពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ពៅសុខប្រធានក្រុមការងារអិសរាជជនឆ្នាំថ្នាក់ជាតិនៃសាខាកកបាទក្រហមកម្ពុជាខេត្តបៃលិនតំណាងលោកជំទាវបណ្ឌិតបានស្រីមុំប្រធានគណៈកម្មាធិការសាខាកកបាទក្រហមកម្ពុជាខេត្តបៃលិនព្រមទាំងមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខាគណៈកម្មាធិការអនុសាខាក្រុងស្រុកមន្ត្រីប្រតិបត្តិសាខាមន្ត្រីសុខាភិបាលអ្នកស្ម័គ្រចិត្តសាខាកកបាទក្រហមកម្ពុជាខេត្តយុវជនសសយកនិងបងប្អូនដែលជាស្ត្រីមានផ្ទៃពោះនិងស្ត្រីសម្រាលកូនសរុប112នាក់ទិវាជាតិសុខភាពមាតាទារកនិងកុមារថ្ងៃទី21ខែកុម្ភៈឆ្នាំ2026គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតក្នុងការរំលឹកនិងពង្រឹងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ស្ត្រីនិងកុមារដែលជាសសរទ្រូងនៃសង្គមជាតិបន្ទាប់ពីឯកឧត្តម /យូប្រធានមន្ត្រីសុខាភិបាលខេត្តនិងជាសមាជិកក្រុមការងារអិសរាជជនឆ្នាំថ្នាក់ជាតិនៃសាខាកកបាទក្រហមកម្ពុជាខេត្តបៃលិនបានអានសារលិខិតរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានគណៈកម្មាធិការកកបាទក្រហមកម្ពុជានិងជាអិសរាជជនឆ្នាំថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមាររួចមកលោកជំទាវ ពៅសុខបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្តីអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកកបាទក្រហមកម្ពុជានិងជាអិសរាជជនឆ្នាំថ្នាក់ជាតិនៃផែនការសកម្មភាពរួមសកលរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារនិងលោកជំទាវបណ្ឌិតបានស្រីមុំប្រធានគណៈកម្មាធិការសាខាកកបាទក្រហមកម្ពុជាខេត្តបៃលិនដែលសម្ដេចគតិប្រិទ្ធបណ្ឌិតនិងលោកជំទាវបណ្ឌិតព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសស្ត្រីមានផ្ទៃពោះនិងកុមារតូចៗលោកជំទាវបានមានប្រសាសន៍សង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន3ដែលយើងត្រូវរួមគ្នាធ្វើឲ្យសម្រេចបានទី1គុណភាពនិងសុវត្ថិភាពនៃការពិនិត្យផ្ទៃពោះដោយជំរុញឲ្យស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពឲ្យបានយ៉ាងតិច4ដងតាមការកំណត់របស់គ្រូពេទ្យដើម្បីធានាថាការសម្រាលកូនត្រូវធ្វើឡើងនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ទី2ការត្រៀមលក្ខណៈក្នុងបរិបទគ្រោះអាសន្នឬគ្រោះមហន្តរាយមានន័យថាទោះបីមានគ្រោះទឹកជំនន់គ្រោះរាំងស្ងួតឬការរីករាលដាលនៃជំងឺផ្សេងៗក៏សេវាថែទាំមាតានិងទារកមិនត្រូវបង្អង់ឡើយនិងទី3ប្រសិទ្ធភាពនៃការថែទាំត្រូវផ្ដល់អាហារូបត្ថម្ភគ្រប់គ្រាន់ដល់មាតានិងការចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ចាប់ពីពេលសម្រាលរហូតដល់កូនអាយុ6ខែជាមួយគ្នានេះលោកជំទាវក៏បានក្រើនរំលឹកសម្រាប់គ្រួសារនិងសហគមន៍ត្រូវផ្ដល់ការគាំទ្រទាំងស្មារតីនិងថវិកាព្រមទាំងជូនភរិយាទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ត្រូវជួយអន្តរាគមន៍និងផ្ដល់ព័ត៌មានដល់ស្ត្រីមានផ្ទៃពោះដែលនៅដាច់ស្រយាលឲ្យទទួលបានសេវាសុខាភិបាលត្រូវយល់ដឹងអំពីសញ្ញាអាសន្ននានាអំឡុងពេលមានផ្ទៃពោះដើម្បីបញ្ជូនទៅមន្ទីរពេទ្យឲ្យទាន់ពេលវេលាផងដែរគួររំលឹកផងដែរនៅក្នុងពិធីនេះលោកស្រីគង់សម្បូរមន្ត្រី MCH របស់មន្ទីរសុខាភិបាលខេត្តក៏បានផ្សព្វផ្សាយអប់រំខ្លឹមសារសំខាន់ៗស្ដីពីការថែទាំសុខភាពមាតានិងទារកជូនដល់អង្គពិធីបានជ្រាបនិងយល់ដឹងសម្រាប់យកទៅអនុវត្តផ្ទាល់នៅតាមមូលដ្ឋានព្រោះសុខភាពមាតានិងទារកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់អនាគតនៃគ្រួសារនិងប្រទេសជាតិយើងផងដែរ